ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះថ្ងៃទី3នៅសេវីយ៉ាយើងដើរកាត់អាស្ពាន Triana Bridge ដែលយើងទៅក៏ថ្ងៃទី1ហើយបន្ទាប់មកយើងទៅរកអីញ៉ាំនៅក្នុងផ្សារឈ្មោះថា Mercado de Triana ប៉ុន្តែខ្ញុំនិយាយមែនខ្ញុំរកអីញ៉ាំនៅក្នុងហ្នឹងអត់បានសោះគឺមានម្ហូបច្រើនប៉ុន្តែអត់មានអ្នកណាតំណងញ៉ាំណានេះមើលខ្ញុំថតរកស្ដីគេឲ្យមើលឲ្យឡើងសាច់ស្រស់ពេកចឹងទៅអត់ហ៊ានញ៉ាំខ្ញុំក៏ដើរចូលទៅក្នុងក្រុងវិញទៅរកហាងនេះញ៉ាំអីនេះបើកនៅក្នុងឆ្នាំ1939ហើយខ្ញុំទៅមុនណាឡើងកន្លះម៉ោងហើយមានមនុស្សនៅអង្គុយចាំនៅក្នុងនឹងនៅមុខហាងនឹងហើយស្រាប់ហាងគេអត់តឹងទាំងបើកហ្នឹងប៉ុន្តែគេមានលក់ដោយគ្រឿងសមុទ្រស្រស់មានលក់ដោយផ្សិតអីមើលទៅគួរឲ្យចង់ញ៉ាំមែនតើហើយបងប្អូនឃើញស្រាប់ហើយអានេះពេលខ្ញុំចូលអង្គុយក្នុងហាងភ្លាមពេលគេបើកទ្វារមកមនុស្សឡើងព្រាតហ្មងទាំងនៅក្នុងឡានក្នុងហាងនិងនៅក្រៅហាងហើយដោយហោដងខ្ញុំយកចិត្តញ៉ាំម្ហូបឡូកូអានេះពុះគោហើយអានេះអុយគោដែលយើងញ៉ាំម្សិលមិញហ្នឹងអានេះ tostada de prenga យើងអាសាញ៉ាំនឹងសាច់ជ្រូកសាច់ក្រកហើយដូចសាច់ឈាមសាច់ក្រកសាច់ជ្រូកមិនដឹងអានេះដូចខ្យងបំពង់ហើយមានថៃខតជាមួយ olive និងនំប៉័ងបាទមកយើងដើរទៅ Palacio de las Dueñas អាហ្នឹងដូចជាលក្ខណៈដូចវាំងរបស់អ្នកមានពីជំនាន់ដើមណាហើយអ្នកខ្ញុំមាន audio guide គេប្រាប់នៅក្នុងហ្នឹងទៅយើងស្ដាប់ទៅគេនិយាយពីប្រវត្តិសាស្ត្រវិមានហ្នឹងសូខ្ញុំនិយាយធូរៗឲ្យបងប្អូនស្ដាប់វិមាននឹងបានសង់ឡើងនៅចុងសតវត្សទី15និងដើមសតវត្សទី16ហើយវាគឺជាលំនៅឋានរបស់គ្រួសារអភិជន Alba ឬក៏គេហៅថា House of Alba នៅក្នុងឆ្នាំ1612គ្រួសារនឹងជាគ្រួសារដ៏ចំណាស់មួយនៅក្នុងប្រទេសអេស្ប៉ាញនឹងក៏មានឥទ្ធិពលខ្លាំងហើយមានទ្រព្យសម្បត្តិច្រើនហើយគេកាន់កាប់វិមាននឹងរហូតដល់សប្តាហ៍ថ្ងៃនឹងហើយបើសិនជានិយាយពី house ហ្នឹងខ្ញុំមិនដឹងខ្មែរគេបកផែថាម៉េចប៉ុន្តែវាលក្ខណៈដូចជាខ្សែស្លាយផ្សេងគ្នាចឹងគេមាន House of Alba ហើយបើសិនជាស្ដេចធរងៃនៅប្រទេសអេស្ប៉ាញហ្នឹងគាត់មកពី House of Bourbon so House of Bourbon ហ្នឹងប្រកែកគេល្បីខាងនយោបាយខាងមាន power ខ្លាំងអីចឹងហើយបើសិន House of Alba នេះគេប្រកែកគេល្បីខាងសេដ្ឋកិច្ចហើយនឹងដូចជា culturals អីចឹងដូចវប្បធម៌អីគេ famous នៅខាងហ្នឹងហើយក៏មាន house ផ្សេងទៀតដល់សប្តាហ៍ថ្ងៃគ្រាន់តែខ្ញុំចាំអត់សូវអស់ហើយបើនិយាយពី palace នេះវិញគឺវាបានវិវត្តខ្លួនពី mode ផ្ទះរបៀបដូចថា Gothic Modica អត់ដឹងថា pronounce ត្រូវអត់ទេទៅជាខាងរចនាបថ Renaissance វិញពីមុនណាកន្លែងហ្នឹងវាដូចជាកន្លែង cultural center ហើយក៏ជាកន្លែងសម្រាប់ពួកអភិជនគេនៅដូចអ្នកទាំងអស់គ្នាស្គាល់កវីល្បីនៅស្ពេនពីមុនមកដែលគេឈ្មោះថា Antonio Machado គាត់កាត់នៅកន្លែងហ្នឹងខ្ញុំគិតថាខ្ញុំទៅលឿនពេកមែនប៉ុន្តែឃើញរូបថតដែលគេតាំងនៅមុនវីដេអូហ្នឹងគឺជារូបថតកូនសប្តាហ៍ថ្ងៃរបស់គ្រួសារ House of Alba ហ្នឹងហើយកន្លែងហ្នឹងឥឡូវក៏គេបានដាក់ទៅជា